លំហាត់ទី3សំណួរទី10សំណួរនេះមានលក្ខណៈស្មុគស្មាញតិចដោយសារតែយើងត្រូវរកខ្ទង់អាយុបច្ចុប្បន្នហើយយើងទៅរកអាយុនាពេលអនាគតទៀតអញ្ចឹងនៅក្នុងនោះគេប្រាប់ថានៅក្នុងឆ្នាំមមីអញ្ចឹងយើងកំណត់ឆ្នាំមមីជាឆ្នាំបច្ចុប្បន្នដល់ចាំផ្កាយនេះហើយយើងទៅរកអាយុគេប្រាប់ថាខ្ទង់10តើអ្នកមមែនឹង10ប្រមាណអ្នកកើតឆ្នាំមមែ10ប្រមាណយើងរកខ្ទង់សិនខ្ទង់10នៅកន្លែងនេះអញ្ចឹងយើង10យើងរាប់ចូលមកក្នុងមក10 11អ្នកឆ្នាំមមែនៅក្នុងឆ្នាំមមីគឺមានអាយុ11ឆ្នាំអញ្ចឹងតើគាត់នឹងមានអាយុ25ឆ្នាំនៅចំឆ្នាំអីគេយើងត្រូវរាប់ចេញពីផ្កាយមមីដោយសារតែមមីក្នុងឆ្នាំនេះគឺគាត់អាយុ11ឆ្នាំចេញពីកន្លែងនេះអញ្ចឹងយើងរាប់ឲ្យដល់គាត់អាយុ25ឆ្នាំតែនៅក្នុងតើចំឆ្នាំអីគេចឹងកន្លែងនេះ11 12 13 14 15 16 17 18 19 20 21 22 23 24 25អ្នកឆ្នាំមមែពេលដែលចូលទៅដល់ក្នុងឆ្នាំវកគឺមានអាយុ25ឆ្នាំហើយវិធីដែលយើងអាចផ្ទៀងផ្ទាត់បានមួយបែបទៀតគឺយើងសាកវិលមើលឧទាហរណ៍យើងដាក់ឆ្នាំវកមកដល់បច្ចុប្បន្នហើយឆ្នាំបច្ចុប្បន្នហើយទៅរកខ្ទង់20នៅពេលដែល20កន្លែងណាជប់សិនខ្ទង់20នៅកន្លែងនេះ20អញ្ចឹងយើងរាប់ចូលមកខាងក្នុងមក20ហើយរាប់ឲ្យទៅដល់ឆ្នាំមមែ20 21 22 23 24 25អញ្ចឹងគឺច្បាស់ហើយអ្នកនៅពេលដែលចូលដល់ឆ្នាំវកអ្នកឆ្នាំមមែគឺមានអាយុ25ឆ្នាំ